ហត់មែនទែនពុកម៉ែបងប្អូនអរគ្នាហើយនេះឡើងដើមទី3ហើយនេះខ្ពស់ឡើងបេះផ្លែគុយដើមទី3ហើយអានេះទុំច្រើនពុកម៉ែបងប្អូននេះទុំច្រើនមែនទែនហត់ឥឡូវម៉ោង3កន្លះជិត4ហើយពុកម៉ែបងប្អូនបាទឡើងបេះមកដើមនេះទៀតសិនហើយបានយើងចុះពីភ្នំវិញយកទៅរៀបចំឲ្យបងពុកម៉ែនៅតាមខេត្តអញ្ចឹងមើលពុកម៉ែបងប្អូនគុយយើងទុំនេះនេះអានេះដល់ច្បក់ពុកម៉ែបងប្អូនហើយកាច់ឡើងបេះយើងអត់កាប់ដើមវាទេពុកម៉ែបងប្អូនដើម្បីយើងទុកបេះឆ្នាំក្រោយទៀតនេះយើងបេះតែកន្លែងមេឃចកមវាអត់អីទេពុកម៉ែបងប្អូនតែមកតែយើងកាប់ផ្លាញដើមវាតែសម្រាប់ខ្ញុំដើរបេះរាល់ឆ្នាំខ្ញុំឡើងបេះរហូតព្រោះធម្មជាតិបានផ្ដល់ប្រយោជន៍ឲ្យខ្ញុំច្រើនខ្ញុំរស់ថ្ងៃបានបាយហូបក៏ដោយសារធម្មជាតិដែរពុកម៉ែបងប្អូនអើយដល់រកគុយរកឃ្មុំបេះផ្លែឈើអីចឹងទៅដោយពុកម៉ែបងប្អូនឃើញស្រាប់ហើយពីមួយឆ្នាំទៅមួយឆ្នាំគឺខ្ញុំឡើងភ្នំដល់ទៅរហូតដល់ពុកម៉ែបងប្អូនមិនដែលតែមានការងារអីធ្វើនៅក្រោមទេនេះពុកម៉ែបងប្អូនឥឡូវយើងបេះបានមកធុងនេះពេញបឹបនេះអូស្រស់ល្អផូពុកម៉ែបងប្អូនហើយណាឥឡូវបេះបានពេញធុងហើយយើងដាក់ខ្សែសម្រូនសិនហើយនេះខ្សែសម្រូនរបស់ខ្ញុំនេះយើងមានក្បាលតពុអីចឹងមកនេះវែងខ្សែចូល100ម៉ែត្រដល់នេះគេបេះខ្សែសម្រូនអញ្ចឹងក៏អត់មានបលុំដើមបលុំអីទេហ្នឹងហើយវីដេអូហ្នឹងក៏សូមផ្ញើទៅបងពុកម៉ែដែលដើរបេះផ្លែគុយហើយមិនថាផ្លែគុយទេផ្លែឈើអីទាំងអស់ហ្នឹងហើយយើងចូលរួមថែសារនិងអភិរក្សក៏ដូចជាទុកដើមហូបផ្លែបេះផ្លែចាំក្រោយទៀតអញ្ចឹងនេះយើងមានខ្សែនេះមានកត្រៃមានអីអញ្ចឹងមកនេះកត្រៃកាត់ផ្លែឈើអញ្ចឹងខ្ញុំដើរបេះរាល់ឆ្នាំហីខ្ញុំអត់មានទៅកាប់ដើមកាប់អីទេគឺពេលដល់ខែផ្លែគុយហ្នឹងខ្ញុំដើរមើលអាកន្លែងណាដើមដែលខ្ញុំដែលធ្លាប់បេះខ្ញុំមកដល់បេះយកគឺអត់ពិបាកទេពុកម៉ែបងប្អូនបាទដោយសារយើងទុកដើមរបស់វានេះយើងទុកដើមរបស់វាអញ្ចឹងយើងឡើងមកយើងបេះទៅផ្លែវាទៅកាត់ហើយយើងមានខ្សែសម្រូតនេះហើយគុយយើងល្អទៀតនេះឥឡូវខ្ញុំដាក់ខ្សែសម្រូតចុះក្រោមសិនដាក់ចុះទៅក្រោមហើយចាំយើងយកស្ពេត្រូយើងមកវិញខ្សែសម្រូតចុះក្រោមហើយនេះហើយប៉ុនខ្ញុំទួលនៅក្រោមដាក់សម្រូតចុះក្រោមអញ្ចឹងពុកម៉ែបងប្អូនបាទគឺផ្លែឈើយើងល្អតែម្ដង